មិនទាន់ចប់ទេបន្ទាប់ពីអភិបាលខេត្តតាកែវបកស្រាយរឿងហៅផឹកកាហ្វេពេលនេះអ្នកកាសែតដ៏ល្បីឈ្មោះមួយរូបដាក់ចំបែបនេះថាកាលពីកន្លងទៅថ្មីនេះដោយបងប្អូនទាំងអស់គ្នាបានជ្រាបហើយរឿងអភិបាលខេត្តតាកែវហួសចិត្តនឹងអ្នកកាសែតហៅផឹកកាហ្វេបានផ្ទុះល្បីពេញបណ្ដាញសង្គម Facebook នៅមិនទាន់ចប់នៅឡើយនោះទេដែលបានធ្វើឲ្យមហាជនជាច្រើនជាពិសេសអ្នកកាសែតតែម្ដងបានប្រតិកម្មខ្លាំងជាមួយនឹងប្រសាសន៍របស់ឯកឧត្តមវ័យសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវស្របពេលជាមួយគ្នានោះនៅថ្ងៃទី24មករាឆ្នាំ2026ឯកឧត្តមអភិបាលខេត្តតាកែវបានបកស្រាយជុំវិញនឹងបញ្ហាខាងលើនេះនៅក្នុង Facebook Page ផ្ទាល់ខ្លួនរបស់ឯកឧត្តមដែលមានខ្លឹមសារបែបនេះថាបងទំនេរមកផឹកកាហ្វេនៅទូលគោកលេងប្រធានបទដែលកំពុងល្បីល្បាញក្នុងបណ្ដាញសង្គមវែកញែកវាប្រហារក្នុងខណៈពេលដែលអត់ទាំងបានដឹងថាខ្ញុំឆ្លើយជាមួយអ្នកកាសែតម្នាក់នោះយ៉ាងដូចម្ដេចផងឯកឧត្តមអភិបាលខេត្តបានបន្តទៀតថាខ្ញុំបានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារកាកបាទក្រហមកម្ពុជាឆ្នាំ2025និងទិសដៅការងារ2026របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវដោយគ្រាន់តែចង់បញ្ជាក់អំពីការទទួលខុសត្រូវរបស់បងប្អូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអ្នកស្ម័គ្រចិត្តតាមបណ្ដាភូមិសសយកក្មួយស្ម័គ្រចិត្តកាកបាទក្រហមតាមវិទ្យាល័យនានាដែលទាំងអស់គ្នាបានសកម្មការងារក្នុងការចូលរួមផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាជួយដល់ជនរងគ្រោះដែលត្រូវការជួយសង្គ្រោះឯកឧត្តមបន្តទៀតថាដូច្នេះយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ទៅលំហែឬក៏ទៅផឹកកាហ្វេឆ្ងាយពីកន្លែងការងារដែរដោយខ្ញុំបានលើកជាឧទាហរណ៍ដោយអ្នកកាសែតម្នាក់គាត់បបួលខ្ញុំនោះទេខ្ញុំឆ្លើយថាលោកប្អូនផឹកចោះខ្ញុំនៅឆ្ងាយណាស់ឯកឧត្តមបានបន្តទៀតថាអ្វីដែលខ្ញុំលើកឡើងខាងលើគឺសម្ដៅលើកទឹកចិត្តដល់បងប្អូនទាំងអស់ដែលគាត់ខិតខំធ្វើការតែប៉ុណ្ណោះសូមកុំមានការយល់ច្រឡំរហូតដល់មិត្តភ័ក្តិខ្លះលែងហ៊ានបបួលហូបបាយជាចុងក្រោយឯកឧត្តមបានជូនពរឲ្យរីករាយក្នុងចុងសប្តាហ៍ជួបគ្នានៅខេត្តព្រះវិហារក្រោយពីការបកស្រាយរបស់ឯកឧត្តមអភិបាលខេត្តតាកែវរួចមកមិនបានប៉ុន្មានស្រាប់តែអ្នកកាសែតល្បីឈ្មោះមួយរូបក៏បានចេញមុខមកដាក់ចំដែលក្នុងនោះគឺត្រូវបានគេស្គាល់ថាលោកគីរីដែលជាអ្នកកាសែតកំពុងតែមានប្រជាប្រិយភាពខ្លាំងផងដែរនៅក្នុងប្រជាជាតិកម្ពុជាខាងខ្សឹបដំណឹង Question Came បានបង្ហោះសំណេរដោយដាក់ចំបែបនេះថាក្នុងคลิปឡើងឆ្លើយបកស្រាយជាសំណេរឡើងសុភាពលោកគីរីបានបន្តទៀតថាប្រសិនបើលោកអភិបាលខេត្តតាកែវមិនបង្ហាញភស្តុតាងមានន័យថាលោកប្រឌិតរឿងក្នុងចេតនាអាក្រក់ទម្លាក់តម្លៃសារព័ត៌មាននៅកម្ពុជាដូច្នេះដើម្បីភាពស្អាតស្អំរបស់ឯកឧត្តមសូមមេត្តាលោកបង្ហាញភស្តុតាងដែលថាអ្នកកាសែតម្នាក់នោះគ្មានវិជ្ជាជីវៈឆាតហៅលោកផឹកកាហ្វេ